នៅពេលបច្ចុប្បន្ននេះយើងមានតែ Google Anti-Gravity និង file instruction មួយតែប៉ុណ្ណោះក៏យើងអាចបង្កើត project បានផងដែរជាឧទាហរណ៍នៅក្នុង project របស់ខ្ញុំគឺមានតែ project ទេហើយនឹង file implementation.md មួយតែប៉ុណ្ណោះហើយសម្រាប់ folder.agent គឺយើងមានបានអត់ក៏បានដែរខ្ញុំដាក់គ្រាន់តែដើម្បីឲ្យ AI agent វាធ្វើការកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះទៅពេលនេះគឺយើងអាចនឹងចាប់ផ្ដើមឲ្យ Anti-Gravity ចេញទៅបានហើយតែគ្រាន់តែយើងធ្វើការបង្កើត project មួយនៅក្នុង Firebase Authentication ដើម្បីវាយក project នេះទៅ config ជាមួយនឹង Google Login ដើម្បីអាចធ្វើឲ្យ app យើង login ជាមួយ Google បានអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រើ project មួយនេះដែលមាន ID នេះនៅក្នុង implementation អញ្ចឹងដល់ពេលនោះវានឹងបង្កើត configuration ទៅតាម project នឹងហើយអញ្ចឹងយើងអាចធ្វើការចាប់ផ្ដើមដូច្នេះខ្ញុំឲ្យ AI agent បង្កើត project នៅក្នុង folder មួយនេះខ្ញុំនឹងឲ្យវា follow instruction នៅក្នុង implementation MD ដើម្បីបង្កើត Flutter app ពេលនេះយើងអាចនឹងមើលថាតើក្នុង plan ហ្នឹងវាមានអីខ្លះតបពីយើងឃើញមើល plan ហ្នឹងហើយយើងអាចធ្វើការ proceed ឲ្យវាធ្វើថាទាំងអស់ហ្នឹងឥឡូវនេះវា generate ចប់ហើយតោះយើងអាចធ្វើការ test វាសាកល្បងមើលឬក៏ឆែកមើលសិនចេញចូលមកក្នុង lib តើអូខេ sub change សិនឥឡូវនេះឃើញថាវាបង្កើត file ច្រើនមាន theme មាន feature avoid login provider ហើយមានរត់ឥឡូវយើងសាកល្បងជាមួយនឹង Android មួយសិន
អូវា design ឲ្យស្អាតតាចូលមកក្នុង Google សាក login file អូនៅពេលចុងក្រោយនេះគឺយើងត្រូវ generate សារវ័នឲ្យជីករបស់យើងមួយទៀតអញ្ចឹងខ្ញុំ generate សារវ័នសិនពេលនេះគឺយើងត្រូវ generate សារវ័នឲ្យចូលក្នុង file package គេលើសាក់ឥឡូវយើងសាកល្បង login ម្ដងទៀតនៅពេលនេះវានឹងសួរថាយើង share នឹង agree នៅពេលដែលវា login ចូលហើយវានឹងចូលក្នុង dashboard ក្នុងមាន profile file របស់ខ្ញុំហើយ setting យើងសាកអញ្ចឹងយើងអាចជួយការតេស្តជាមួយនឹង IM ម្ដងចឹងឥឡូវនេះវាបានរ៉ាន់ជាមួយនៅក្នុងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរចូលចិត្តកុំភ្លេចជួយ like និង subscribe ផងដើម្បីអាចជាការចែករំលែកចំណេះដឹងដល់ developer ដទៃផងដែរបើសិនជាអ្នកនរមានឆ្ងល់អ្នកនរធ្វើការ comment នៅខាងក្រោមបានអរគុណ